بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه وسلم اللهم علمنا ما ينفعنا وانفعنا بما علمتنا ربنا زدنا علما السلام عليكم ورحمة الله وبركاته បងប្អូនទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះគឺយើងមានប្រធានបទមួយតាក់ទងជាមួយនឹងចំណេះដឹង al-ilmu ចំណេះដឹងនៅក្នុងអ៊ីស្លាមគឺឧឡាម៉ាបានបែងចែកទៅជា3ទី1គឺ al-ilmu billah ចំណេះដឹងស្គាល់អំពីអល់ឡោះ Subhanahu wa ta'ala Awaluddin Ma'rifatullah ចំណុចដំបូងនៅក្នុងសាសនាអ៊ីស្លាមគឺយើងត្រូវស្គាល់អល់ឡោះ Subhanahu wa ta'ala Ibn al-Qayyim rahimahullah គាត់បាននិយាយថា Ayy shay'in arafa man lam ya'rifillah wa rusulah wa ayy haqiqatin adraka man fatathu hadhihi al-haqiqah وأي علم أو عمل حصل لمن فاته العلم بالله والعمل بمرضاته ومعرفة الطريق الموصلة إليه وما له بعد الوصول إليه សម្ដីរបស់ Ibn al-Qayyim ចង់ប្រាប់យើងអំពីសារៈសំខាន់នៃការស្គាល់អល់ឡោះដែលជាម្ចាស់របស់យើងដែលជាអ្នកបង្កើតយើងហើយនឹងបានប្រទានដល់យើងនៅអ្វីសពបែបយ៉ាងដោយយើងមិនបានទាមទារពីគាត់ប៉ុន្តែគាត់ផ្ដល់ឲ្យយើងអញ្ចឹងគាត់បាននិយាយថា Ayy shay'in araf man lam ya'rifillah wa rusulah ចំពោះអ្នកដែលមិនស្គាល់អល់ឡោះហើយនឹងមិនស្គាល់រ៉ាស៊ូលឡោះ Sallallahu Alaihi Wasallam ហើយនឹងអ្នកនាំសារដទៃទៀតបើសិនជាគាត់មិនស្គាល់អល់ឡោះទេគាត់មិនស្គាល់អ្នកនាំសារគាត់ទេអញ្ចឹងគាត់ស្គាល់អីវិញអញ្ចឹងមានន័យថាទោះគាត់រៀនចេះដល់កម្រិតណាក៏ដោយបើសិនជាគាត់ស្គាល់ម្ចាស់ខ្លួនឯងអញ្ចឹងមានន័យថាស្មើនឹងគាត់អត់ទាន់ស្គាល់អ្វីទាំងអស់វ៉ៃយ៉ាហាគីកតិនតើសច្ចភាពណាមួយការពិតណាមួយដែលគាត់ដឹងដែលគាត់យល់បើសិនជាគាត់មិនទាន់យល់នៅសច្ចភាពនេះគឺការស្គាល់អល់ឡោះហើយនឹងការស្គាល់អ្នកនាំសាររបស់ទ្រង់វ៉ៃយ៉ាអ៊ីលមីនអោអាម៉ាល់តើចំណេះវិជ្ជាណាមួយដែលគាត់បានទទួលឬក៏ការងារណាមួយអាម៉ាល់អ៊ីបាដាតណាមួយដែលគាត់ធ្វើបើសិនជាគាត់មិនទាន់យល់អំពីស្គាល់អល់ឡោះហើយនឹងការអាម៉ាល់ទៅតាមអនុវត្តទៅតាមការសពតិរបស់អល់ឡោះ Subhanahu wa ta'ala ហើយនឹងស្គាល់ផ្លូវដែលនាំឲ្យយើងទៅដល់អល់ឡោះ Subhanahu wa ta'ala ហើយនឹងអ្វីដែលយើងនឹងទទួលនៅការតបស្នងបន្ទាប់ពីយើងបានស្គាល់អល់ឡោះ Subhanahu wa ta'ala ហើយនោះ Shaykh al-Islam Ibn Taymiyyah rahimahullah គាត់បានបែងចែក al-ilmu billah នឹងទៅជា2ចំណែកទី1គឺ al-ilmu bihi nafsu អោ al-ilmu bihi nafsi មានន័យថាយើងស្គាល់អល់ឡោះ Subhanahu wa ta'ala ជាម្ចាស់ផ្ទាល់តែម្ដង wa huwa bima huwa muttasaf bihi min nu'ud al-jalal wal ikram គឺយើងស្គាល់នៅស៊ីហ្វាតរបស់អល់ឡោះ Subhanahu wa ta'ala ពេលខ្លះមកគឺយើងមិនអាចស្គាល់ហ្សាត់របស់អល់ឡោះ Subhanahu wa ta'ala ទេពីព្រោះយើងគេហៅថាអ៊ីម៉ានចំពោះអល់ឡោះគឺជារឿងដែលហ្កេបដូច្នេះយើងមិនអាចស្គាល់ហ្សាត់របស់អល់ឡោះ Subhanahu wa ta'ala ប៉ុន្តែយើងអាចស្គាល់ស៊ីហ្វាតរបស់អល់ឡោះ Subhanahu wa ta'ala អានេះគឺគេហៅថារៀនស្គាល់អល់ឡោះ Subhanahu wa ta'ala មិនមែនដូចយើងរៀនស្គាល់មនុស្សគឺយើងអាចស្គាល់ទាំងរូបរាងភិនភាគរបស់គាត់មុខមាត់របស់គាត់គឺឬក៏ប្រទេសយើងអាចអានសិភៅទៅស្គាល់អំពីការរៀបរាប់ភូមិសាស្ត្រតំបន់ហើយនឹងយើងអាចទៅទស្សនាដោយផ្ទាល់នៅក្នុងប្រទេសនោះឬក៏យើងទៅសៀមរាបយើងអាចស្គាល់ខេត្តសៀមរាបតាមរយៈសិភៅហើយនឹងរូបភាពហើយយើងអាចទៅមើលផ្ទាល់ក៏បានដែរក៏ប៉ុន្តែការស្គាល់អល់ឡោះ Subhanahu wa ta'ala គឺយើងស្គាល់អំពីស៊ីហ្វាតដែលអល់ឡោះ Subhanahu wa ta'ala គាត់បានរៀបរាប់
នៅក្នុងអល់កុរអានក៏ដូចជានប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគាត់រៀបរាប់ وما دلت عليه الأسماء الحسنى ហើយនឹងព្រះនាមអល់ឡោះស៊ុបហានហូវតាឡាដែលបង្ហាញឲ្យយើងស្គាល់អល់ឡោះស៊ុបហានហូវតាឡាចំណេះវិជ្ជាស្គាល់អល់ឡោះស៊ុបហានហូវតាឡានេះ إذا رسخ في القلب កាលណាវាចាក់គ្រឹះរឿងមាំនៅក្នុងដួងចិត្តរបស់យើង أوجب خشية الله វានាំឲ្យយើងមានការកោតខ្លាចចំពោះអល់ឡោះស៊ុបហានហូវតាឡាដូច្នេះយើងត្រូវតែសិក្សាស្វែងយល់អំពីការស្គាល់អល់ឡោះស៊ុបហានហូវតាឡាដើម្បីឲ្យយើងមានការស្រឡាញ់ហើយនឹងការកោតខ្លាចចំពោះអល់ឡោះស៊ុបហានហូវតាឡាកាលណាយើងស្គាល់អល់ឡោះស៊ុបហានហូវតាឡាយើងដឹងថាអល់ឡោះស៊ុបហានហូវតាឡាគាត់នឹងផ្ដល់បាសឡានៅពេលណាយើងអនុវត្តទៅតាមបទបញ្ជារបស់ទ្រង់ហើយអល់ឡោះនឹងដាក់តនកម្មចំពោះអ្នកណាដែលល្មើសនឹងបទបញ្ជារបស់ទ្រង់អញ្ចឹងបន្ទាប់ពីយើងស្គាល់គាត់តាមរយៈស៊ីហ្វាតគាត់តាមរយៈលក្ខណៈសម្បត្តិរបស់គាត់តាមរយៈឈ្មោះព្រះនាមរបស់គាត់បន្តមកទៀតគឺយើងត្រូវតែរៀនសិក្សាស្គាល់អំពីអលអ៊ីលមូប៊ីអាំរិលឡាបទបញ្ជារបស់អល់ឡោះស៊ុបហានហូវតាឡាហើយនឹងការហាមឃាត់របស់គាត់ដើម្បីឲ្យយើងទទួលបាននូវការតបស្នងរបស់អល់ឡោះស៊ុបហានហូវតាឡាអ៊ីម៉ាមអស្សាអឌីរ៉ហ៊ីម៉ាហ៊ុលឡោះគាត់បាននិយាយថាវបិហស្ប៊ីម៉ារិហ្វាទីហ៊ីប៊ីរ៉ប៊ីហ៊ីយ៉ាគូនូអ៊ីម៉ានូកម្រិតនៃការស្គាល់របស់យើងចំពោះអល់ឡោះប៉ុណ្ណាគឺអ៊ីម៉ានរបស់យើងប៉ុណ្ណឹងដែរ فكلما ازداد معرفة بربه ازداد إيمانه រាល់ពេលដែលយើងកាន់តែស្គាល់អល់ឡោះអ៊ីម៉ានយើងកាន់តែកើន وكلما نقص រាល់ពេលដែលយើងខ្វះខាតនៅក្នុងការស្គាល់អល់ឡោះអ៊ីម៉ានរបស់យើងក៏កាន់តែថមថយកាន់តែតិចកាន់តែទៀបទៅអញ្ចឹងដើម្បីឲ្យអ៊ីម៉ានរបស់យើងកាន់តែកើនមានន័យថាយើងត្រូវបង្កើនការស្គាល់អល់ឡោះស៊ុបហានហូវតាឡាSyukran jazilan InsyaAllah ធានបទក្រោយយើងនឹងសិក្សាថាតើយើងធ្វើយ៉ាងម៉េចដើម្បីស្គាល់អល់ឡោះស៊ុបហានហូវតាឡាវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបរកាតុ